ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំធ្វើការបង្ហាញម្ដងទៀតអំពីរុក្ខជាតិមួយដែលខ្ញុំតែងតែផលិតជាថ្នាំដែរឈ្មោះវាហៅថាទឹកដោះផ្កាសបាទហៅទឹកដោះផ្កាសឬក៏គេហៅដើមទឹកដោះខ្លាតូចបាទព្រោះទឹកដោះខ្លាវាមានស្មៅទឹកដោះខ្លាដើមទឹកដោះខ្លាតូចនិងដើមទឹកដោះខ្លាធំអានេះដើមទឹកដោះខ្លាតូចថ្នាំនេះដែរអាចប្រើជាប្រភេទរោគស្ត្រីធ្លាក់សឬក៏អាចប្រើជាបើខ្ញុំប្រើជាប្រភេទពួកថ្នាំពៅដោយសារជាតិជ័ររបស់វាហ្នឹងជាតិទឹកដោះរបស់វាហ្នឹងជួយឲ្យយើងមានកម្លាំងហើយមួយទៀតគេយកធ្វើថ្នាំតសៃខ្ចីដែរដោយសារតែវាធ្វើឲ្យកូនស្រីគាត់មានទឹកដោះសម្រាប់បំបៅដល់កូនអញ្ចឹងណាហ្នឹងហើយអានេះទឹកដោះផ្កាសឬក៏ខ្លះគេហៅទឹកដោះវាលឬក៏ហៅឲ្យចំរបស់វាគឺទឹកដោះខ្លាទូចហើយស្លឹកវាគឺបែបហ្នឹងហើយបងប្អូនណាហើយផ្កាវាគឺអញ្ចឹងសម្បូរដែរទេរុក្ខជាតិនេះมันពិបាករកទេប៉ុន្តែនៅតំបន់ខ្ញុំនេះវាដុះនៅស្ថានភាពព្រៃរបៀបហ្នឹងណាបងប្អូនហ្នឹងហើយអញ្ចឹងនៅប្រទេសកម្ពុជាយើងសម្បូរណាស់រុក្ខជាតិឱសថពីព្រោះប្រភេទជាតំបន់ត្រូពិចអញ្ចឹងណាអញ្ចឹងសម្បូររុក្ខជាតិឱសថជាច្រើនឲ្យតែយើងស្គាល់ហើយចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវអញ្ចឹងបងប្អូនដែលមានបញ្ហាផ្សេងដូចដែលខ្ញុំតែងរៀបរាប់នៅក្នុង Channel YouTube របស់ខ្ញុំក្តី Facebook Page របស់ខ្ញុំក្តីឬនៅក្នុង TikTok របស់ខ្ញុំក្តីបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានណាសូមអរគុណសូមជម្រាបលា